សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel អារូបនេះគឺជាសាច់រឿងទី1របស់ពួកយើងហើយសាច់រឿងនេះផងដែរបានដកស្រង់ចេញពីសាច់រឿងរបស់បងប្រុសម្នាក់ដែលជួបប្រទះជាមួយនឹងបទពិសោធន៍ដ៏អាក្រក់មួយជាមួយនឹងពពួកអមនុស្សណាឬក៏អ្នកទាំងអស់គ្នាដែលតែងតែហៅថាជាខ្មោចខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាសាកសម័យជាមួយនឹងខ្ញុំបន្តិចមើលថាតើលោកតាដែលមានអាយុក្បែរ80ឆ្នាំហ្នឹងគឺគាត់អាចមានកម្លាំងរត់លឿនដោយមនុស្សវ័យជំទង់បានដោយរបៀបណាហើយជាការវង្វេងរបស់មនុស្សចាស់មែនទេដែលតែងតែចុះមកពិសាពួកជ្រាំនាពេលយប់ស្ងាត់នេះឯងចង់ដឹងសាច់រឿងយ៉ាងណាតោះកុំឲ្យខាត់ពេលយូរមកស្ដាប់ជាមួយនឹងសាច់រឿងទាំងមូលជាមួយនឹងខ្ញុំទាំងអស់គ្នាកាលពី3ឆ្នាំមុនខ្ញុំជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅឯភ្នំពេញបងប្អូនបានស្គាល់ជាមួយនឹងមិត្តរួមការងារម្នាក់គាត់ឈ្មោះបងសំអល់ដែលជារៀងច្បងនៅកន្លែងធ្វើការរបស់ខ្ញុំហ្នឹងណាបងគាត់គឺជាមនុស្សដែលមាត់រអិលបន្តិចអញ្ចឹងគាត់និយាយស្ដីមិនសូវចេះប្រយ័ត្នប្រយែងគិតមុខគិតក្រោយទេគាត់គិតអីគឺគាត់និយាយនឹងភ្លាមៗតែម្ដងមានពេលមួយខាងក្រុមហ៊ុនមានទ្រីបកំសាន្តប្រចាំឆ្នាំតម្រូវឲ្យពួកយើងជាបុគ្គលិកហ្នឹងទៅលេងនៅឯតំបន់ភ្នំលក្ខណៈបែបជាបោះតង់ណារយៈពេល2ថ្ងៃមួយយប់បាទថ្ងៃដើរលេងក៏បានមកដល់ខ្ញុំបងសំអល់និងមិត្តរួមការងារជាច្រើនអ្នកទៀតហ្នឹងគឺពួកយើងសប្បាយរីករាយខ្លាំងលុះមកដល់យប់ឡើងពេលដែលញ៉ាំបាយរួចគឺភ្លេចតិចខ្លួនពួកខ្ញុំដែលមានមិត្តភ័ក្តិជិតស្និទ្ធប្រុសៗប្រហែលអ្នកហ្នឹងបានជ្រុលជជែកគ្នារហូតដល់យប់ជ្រៅល្បាក់ដល់ម៉ោង12បងប្អូន12យប់មិត្តរួមការងារផ្សេងៗទៀតហ្នឹងគឺពួកគេចូលគេងឲ្យដោយសារតែហត់អស់កម្លាំងតាំងពីថ្ងៃមកហើយអ្នកខ្លះពួកគាត់ងងុយគេងលក់តាំងពីម៉ោង8ម៉ោង9អញ្ចឹងនៅសល់តែប្រហែល 3-4 នាក់ពួកខ្ញុំទេជាមួយនឹងបងសំអល់ហ្នឹងបងប្អូនអាចសាកសម័យឃើញបាននៅម៉ោង12យប់ស្ងាត់ណានៅកណ្ដាលព្រៃភ្នំអញ្ចឹងគឺខ្យល់វាប៉ះជាមួយនឹងចុងស្រល់ឬសូរសំឡេងដោយទឹកភ្លៀងអញ្ចឹងបងប្អូនដែលធ្លាប់បោះតង់ដែលធ្លាប់គេងនៅព្រៃប្រហែលជាស្គាល់នៅអារម្មណ៍បែបហ្នឹងហើយខ្យល់គឺត្រជាក់ខ្លាំងបើសិនត្រជាក់គឺមិនដូរទេបងប្អូនពេលនោះមើលជុំវិញពួកយើងគឺអត់មានក្រុមមនុស្សបោះតង់ផ្សេងទេគឺមានតែពួកយើងទេដោយសារតែឃើញភាពស្ងាត់ចងំបែបហ្នឹងហើយបងសំអល់គាត់ក៏នឹកឃើញរឿងមួយដែលជួបប្រទះជាមួយនឹងពពួកអមនុស្សណាកាលដែលគាត់ទៅលេងស្រុកកំណើតនៅឯបុណ្យចូលឆ្នាំខ្មែរប្រហែលជាង10ឆ្នាំមុនណាបងប្អូនអញ្ចឹងបើរាប់ពីឥឡូវវាយូរដែរហើយគាត់ក៏និយាយថាយប់ស្ងាត់អញ្ចឹងខ្ញុំនឹកឃើញកាលដែលខ្ញុំជួបខ្មោចដល់កាលពេលទៅលេងស្រុកព្រាមហ្នឹងខ្ញុំក៏គិតឃើញថាកណ្ដាលយប់អត្រៀតអញ្ចឹងហើយមិននឹកឃើញរឿងស្អីស្មោះនេះដូចជាអត់សេសមម្យ៉ាងគឺនៅព្រៃភ្នំទៀតដូចវាមិនតំណងអញ្ចឹងណាបងប្អូនតែក្នុងចិត្តមួយទៀតគិតថាចង់ស្ដាប់មែនតើចង់ស្ដាប់បងសំអល់គាត់និយាយហើយមិត្តរួមការងារផ្សេងទៀតហ្នឹងគឺមិនមានការបដិសេធអីទេមានតែងក់ក្បាលសញ្ញោភ្នែកឲ្យបងសំអល់ហ្នឹងចាប់ផ្ដើមបងសំអល់ក៏និយាយរៀបរាប់ដើមចងដូចតទៅកាលពីឆ្នាំ2000បងសំអល់ជាកម្មកររោងចក្រឈើមួយនៅឯភ្នំពេញវាជាការងារលើកដំបូងសម្រាប់គាត់ដែលជាអ្នកនៅតាមខេត្តឃ្លាតឆ្ងាយមករស់នៅភ្នំពេញអញ្ចឹងអារម្មណ៍អ្នកដែលចំណាក់ស្រុកបងប្អូនគឺនឹកស្រុកមែនទែនមួយថ្ងៃស្មើនឹងមួយឆ្នាំអញ្ចឹងបងប្អូនដែលធ្លាប់ចំណាក់ស្រុកប្រហែលជាយល់អារម្មណ៍មួយនេះណាបាទធ្វើការលុះមកដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានមកដល់ក៏ជាថ្ងៃឈប់សម្រាកយូរដែរបងប្អូនបងសំអល់គាត់មិនរងចាំយូរព្រោះហេតុតែនឹកនាពុកម៉ែបងប្អូនពូមីងនៅឯស្រុកខាងពេកល្ងាចចេញពីធ្វើការភ្លាមក៏ស្ទុះស្ទារៀបចំចេញដំណើរវិលទៅស្រុកទាំងល្ងាចដោយម៉ូតូអញ្ចឹងគាត់ចំណាយពេលក្នុងប្រហែលជា4ទៅ5ម៉ោងទ្រាំទៅដល់ខាងពោធិ៍សាត់ណាផ្ទះគាត់ហ្នឹងដូចជារៀងឆ្ងាយដែរបើតាមគាត់ដំណើរមកប្រាប់រៀងដាច់ស្រយាលពីភូមិបន្តិចអញ្ចឹងទម្រាំតែទៅដល់ហ្នឹងប្រហែលជាម៉ោង10ទៅម៉ោង11ទៅហើយកន្លែងនេះខ្ញុំចង់បញ្ជាក់បងប្អូនមួយទៀតថាមុននឹងទៅដល់ផ្ទះគាត់ហ្នឹងគឺគាត់ត្រូវជិះឆ្លងកាត់ចំការក្រូចមួយដែលម្ចាស់ចំការក្រូចហ្នឹងគឺជាលោកតាដែលនៅជាប់ផ្ទះរបស់គាត់ត្រឡប់ទៅបងសំអល់វិញនៅពេលដែលគាត់ជិះមកដល់ចំការទស្សនវិជ្ជានៅតាមផ្លូវគឺគ្មានសូម្បីតែសម្មាមនុស្សម្នាក់ឮតែសំឡេងចង្រិតយំតាមគុំព្រៃដែលជាប់ផ្លូវហ្នឹងជាមួយនឹងខ្យល់បក់ប៉ះខ្លួនត្រជាក់ស្រេបតែម្ដងហើយមើលទៅតាមដងផ្លូវវិញឃើញតែភ្លើងតាមម៉ូតូហ្នឹងវាភ្លឺថ្លុងគ្មានសូម្បីតែភ្លើងបំភ្លឺតាមផ្លូវឬសូឡាជំនួយអីទេចំណុចនោះ
ចឹងគាត់ជីស្រាប់តែគាត់មានអារម្មណ៍ថាឈឺបត់ជើងតុយខ្លាំងគាត់អត់ប្រអងយូរក៏ឈប់ម៉ូតូអែបក្បែរជាមួយនឹងលបងចំការរបស់លោកតាហ្នឹងណាហើយគាត់គិតថាមកដល់ស្រុកហើយអញ្ចឹងមិនបាច់ទៅចាំបាច់សុំម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាទេពោះឆ្លងតែផុតចការហ្នឹងគឺទៅដល់ផ្ទះគាត់ហើយអញ្ចឹងកំពុងតែបត់ជើងតុយហ្នឹងស្រាប់តែគាត់ឃើញកណាត់ក្រហមមួយចងជាមួយនឹងមេឃគ្រួចប្រហែលជា2ម៉ែត្រពីមុខគាត់ហ្នឹងគាត់និយាយថាឯងចេញមិនទាន់បានប្រមាណផងមិនក៏មានកណាត់ចងស្អីទៀតអីតិចមានខ្មោចលងអីទៅនិយាយអត់ទាន់បានផុតមកទៅស្រាប់សัตว์មៀមមួយមិនដឹងថាវាហើរមកពីណាមកទុំលឺអាមេឃគ្រួចនឹងតែម្ដងអាកន្លែងដែលចងជាមួយនឹងកណាត់ក្រហមខ្ញុំមានអារម្មណ៍ថាវាព្រឺឆ្អឹងខ្នងខុសធម្មតាអាការៈហ្នឹងវាអត់ដែលមានពីមុនមកអញ្ចឹងគាត់ឃើញអញ្ចឹងក៏បញ្ញាប់ឡើងម៉ូតូរូតរះជិះសដៅឡើងទៅផ្ទះមកទៅហើយមកដល់ផ្ទះភ្លាមក៏មិនទៅបានប្រាប់អ្នកផ្ទះថាគាត់បានជួបអភូតហេតុអីផ្សេងៗនៅកន្លែងចការគ្រួចហ្នឹងដែរព្រោះតែសារតែអស់កម្លាំងផងអីផងឃ្លានបាយផងអីផងអញ្ចឹងណាអញ្ចឹងគាត់ញ៉ាំបាយហើយមួយទឹកក៏សម្រាកអញ្ចឹងទៅលុះមកដល់យប់កណាត្រៀតបងគាត់មានអារម្មណ៍ថាដូចជាឈឺបត់ជើងតូចទៀតណាវារំខានដតេកពេកគាត់ក៏សម្រេចចិត្តថាចុះពីលើផ្ទះមកបត់ជើងតូចតែម្ដងស្រាប់តែចុះមិនទាន់បានប្រមាណផងបើកទ្វារមកកលេចទៅឃើញលោកតាម្ចាស់ចការគួរដែលខ្ញុំបានរៀបរាប់ខាងលើមុនណាបងប្អូនខ្ញុំដាក់មហោគាត់មុខឡើងស្គមហើយសក់ឡើងទ្រីងកទ្រឿងដូចអត់បានកាត់បានអីអញ្ចឹងណាយូរខែយូរថ្ងៃមកអញ្ចឹងណាបាទឈរត្រឹងឃើញពីប្អូនផ្ទះគាត់មកហ្នឹងហើយឃើញអញ្ចឹងបងសំអល់គាត់ក៏សួរទៅលោកតាវិញភ្លាមថាលោកតាស្មន់នេះហើយអត់ចូលសម្រានចូលអីណាលោកតាក៏មិនឆ្លើយតបទៅកាន់គាត់វិញដែរហើយបងសំអល់គាត់ក៏គិតថាក្រែងលោកតាគាត់មិនលឺឬក៏គាត់សម្រានមិនលក់ចាស់ហើយអញ្ចឹងណានៅពេលដែលបងសំអល់គាត់បត់ជើងតូចហើយហ្នឹងគាត់ចាំមើលឃ្លាំមើលកន្លែងប្អួយដែលគាត់ឃើញតាអញ្ចឹងដល់ពេលគាត់មើលទៅគាត់ឃើញមានតាទៀតទេហើយគាត់ក៏គិតថាគេលោតតាគាត់ទៅសម្រានវិញហើយគាត់ក៏ឡើងទៅផ្ទះគាត់ធម្មតាអញ្ចឹងណាស្រាប់តែដើរបានប្រហែលជាហ៊ានគាត់ឮសំឡេងមនុស្សចុះពីកម្មចដាមកដល់តែមើលទៅឃើញតាគាត់ដើរបច្រាស់បងប្អូនដើរបច្រាស់បានន័យថាគាត់បែរខ្នងហើយគាត់ដើរថយក្រោយចុះពីលើចដាហើយមើលមុខរបស់គាត់ណាញឹមដាក់បងសំអល់ទៀតអញ្ចឹងបងសំអល់គាត់មានអារម្មណ៍ថាចម្លែកខ្លាំងមែនទែនកន្លែងនេះបងប្អូនចម្លែករត់តែចម្លែកសំបីតែដៃហ្នឹងគឺគាត់អត់កាន់ប្រកាន់ដៃទេគឺគាត់ដើរចុះមកក្រោមតែម្ដងកន្លែងនេះឃើញលោកតាមានសភាពបែបនេះហើយគាត់លែងមានអារម្មណ៍ថាសួរនាំសួរអីទៀតហើយព្រោះបងសំអល់គាត់ភ័យខ្លាំងហើយកន្លែងនេះអញ្ចឹងក៏គាត់បន្តដំណើរឡើងចដើទៅផ្ទះគាត់ទៅតែមិនទាន់បានឡើងប្រមាណផងស្រាប់តែគាត់ឮសូរសំឡេងក្អកឲ្យឡើងកខុសបងប្អូនក្អកឲ្យឡើងកខុសនៅខាងក្រោយផ្ទះស្រាប់តែគាត់ងាកទៅឃើញលោកតាអង្គុយលុតជង្គង់មកបងប្អូនអង្គុយលុតជង្គង់កាយដីភក់ហូបពេញមាត់ដូចអត់មានខ្ពើមអត់មានអីទេក្អកផងប្រឹងតាពៀដីនឹងផងហើយបងសំអល់ក៏ស្ទុះទៅភ្លាមទៅមើលលោកតាព្រោះដោយសារតែក្នុងចិត្តគាត់គិតថាគេលោកតាគាត់ចាស់វិញស្ទុះទៅហូបដីហូបអីចឹងទៅព្រោះគាត់អាយុច្រើនហើយស្រាប់តែការគិតរបស់គាត់ហ្នឹងគឺខុសឆ្លាស់មែនតើបងប្អូននៅពេលដែលគាត់ទៅដល់លោកតាអត់មានភ្នែកទេច្រមុះក៏អត់មានដែរឃើញមានតែមាត់ហូរឈាមអាយ៉ាស់ចេញសាច់ដោយសារតែកាកសំណល់គ្រាប់គ្រោះអំបែងថ្មរឹងគាត់ក៏លេចទៅមើលជើងទៀតគឺអត់មានជើងទេបងប្អូនអត់មានជើងបានន័យថាធំស្មងជើងចុះមកក្រោមហ្នឹងគឺព្រិលតែម្ដងគាត់ភ័យផ្ដាំម៉ែបងប្អូនហើយគាត់ថាគាត់ប្រហែលជាភាំងបានបន្តិចហ្នឹងគឺគាត់ប្រឹងដាស់អារម្មណ៍ខ្លួនឯងហ្នឹងគាត់រត់ឡើងមកលើផ្ទះបុកក្រែផងបុកឈើបុកតុកបុកអីពេញហ្នឹងអស់ហើយលែងឈឺលែងអីហើយតើតផ្អើលឺសូក្តេងក្តាំងខ្លាំងពេកហ្នឹងបានដឹងទៅដល់ឪពុកម្ដាយរបស់គាត់នៅផ្ទះនោះបាននិយាយគ្នាចុះឡើងចឹងទៅបានអ្នកផ្ទះហ្នឹងគាត់កំណល់ថាលោកតាគាត់ខូចពីអតីតហើយផ្ទះហ្នឹងកូនចៅទុកចោលសិនព្រោះអត់ទាន់មានបែងចែកឲ្យអ្នកណាបន្តវេនឡើយចឹងណាព្រោះដោយសារតែលោកតាគាត់ខូចភ្លាមហ្នឹងហើយដោយសារតែរោគចាស់រោគគាពៀតអីចឹងទៅ
លុះស្អែកឡើងបងប្អូនទើបបងសំអល់និមន្តព្រះសង្ឃមកស្រោចទឹកសូត្រមន្តដល់គួរតាមប្រពៃណីរបស់យើងចឹងទៅបងសំអល់គាត់ប្រាប់ថាគាត់ឈឺរយៈពេលមួយអាទិត្យទើបស្រួលខ្លួនធម្មតាមកវិញពេលដែលគាត់ឈឺសម្រាប់មួយអាទិត្យហ្នឹងគឺអត់មានហេតុការណ៍ឬក៏អភូតហេតុអីលេចឡើងឲ្យគាត់ឃើញឬក៏ក្រុមគ្រួសារគាត់ឃើញអីទេហើយគាត់ក៏មិនបានទៅប្រាប់ម្ចាស់ផ្ទះអីដែរដោយសារតែគិតថាក្រែងលោកគាត់រាសីដាក់ហើយឬក៏គាត់សួយជួបរឿងបែបហ្នឹងអញ្ចឹងណាអញ្ចឹងទាំងអស់គ្នាទាំងបងសំអល់និងក្រុមគ្រួសារគាត់គិតថាវាលែងមានអីហើយដោយសារតែបានសុទ្ធមន្តរំដោះគ្រោះអីចឹងទៅខ្ញុំចង់ជំរាបបងប្អូនថារឿងហ្នឹងគឺអត់ទាន់ចប់ទេក្រោយពីបានសម្រាប់ព្យាបាលទាំងផ្លូវកាយទាំងផ្លូវចិត្តរបស់បងសំអល់ហើយហ្នឹងគិតថាគាត់នឹងត្រឡប់ទៅភ្នំពេញវិញទៅធ្វើការអញ្ចឹងយប់ចុងក្រោយដែលបងសំអល់ស្នាក់នៅផ្ទះរបស់គាត់ហ្នឹងគាត់បានអង្គុយជជែកគ្នាលេងជាមួយនឹងក្រុមគ្រួសារល្បាក់ប្រហែលជាម៉ោង8បងប្អូនវារៀងមិនយប់ប្រហែលទេតែបើសិនជាយើងគិតថានៅតំបន់ស្រុកស្រែចំការម៉ោង8រៀងគួរសមដែរអាចនិយាយបានថារៀងយប់ជ្រៅអញ្ចឹងមនុស្សម្នាគាត់នៅផ្ទះរៀងខ្លួនហើយអង្គុយសុកដូចជាមានអីចង់ឲ្យគាត់ងាកទៅផ្ទះតាបងប្អូនគាត់ស្រាប់តែងាកទៅភ្លាមហ្នឹងឃើញមានសម្ោលោកតាគាត់បញ្ជាក់ថាបើទោះបីជាមើលមិនសូវច្បាស់មិនក៏ដោយក៏គាត់ហ៊ានសន្មត់ថាសម្ោហ្នឹងគឺជាសម្ោលោកតា 100% តែម្ដងបងប្អូននឹងមិនទៀតអត់គាត់ឃើញសម្ោហ្នឹងរត់ស្លៀកកម្មាពណ៌ក្រហមដៃក្តោបជើងកម្មាធំផ្លូវកលឹងរត់ជុំវិញទៅសផ្ទះបងប្អូនហើយគាត់ឃើញសភាពហ្នឹងហើយគឺរត់លឿនខ្លាំងមែនតើរត់ដូចមនុស្សពេញវ័យចតុងចឹងកម្លាំងពេញខ្លួនបងគាត់ភ័យខ្លាំងពេកគាត់ក៏ប្រាប់អ្នកផ្ទះគាត់កេះប្រាប់ម៉ែគាត់ថាម៉ែងាកទៅមើលឃើញម្ដងនេះដូចរឿងខ្លាំងជាងលើកមុនម៉ែគាត់ងាកទៅគាត់អត់មានឃើញអីទេបងប្អូនគាត់អត់មានឃើញអីទេគឺឃើញតែផ្ទះស្ងាត់ចងំងងឹតគ្មានមនុស្សនៅចេះតែពលឺស្ទង់ចេញផ្ទះគាត់ចឹងណាដោយមើលទៅតាមហេតុការណ៍ដូចជាមិនសូវស្រួលម្ដាយរបស់បងសំអល់គាត់ក៏សម្រេចចិត្តថាបញ្ញាប់ឡើងលើផ្ទះទៅកុំឲ្យឃើញរឿងអីមិនល្អទៀតចឹងណាព្រោះថាស្អែកគឺទៅធ្វើការនៅភ្នំពេញវិញហើយបងប្អូនទាំងអស់គ្នាកុំភ្លេចថាពួកយើងកំពុងតែនិយាយគ្នានៅក្នុងព្រៃរឿងអមនុស្សដែលបងសំអល់ជួបកាលពីចូលឆ្នាំអញ្ចឹងបងសំអល់និយាយចប់ភ្លាមមានមិត្តរួមការងារខ្ញុំម្នាក់ទៀតនេះគាត់ឮសំឡេងចម្លែកចេញពីដើមស្រល់ខ្ពស់មួយចម្ងាយពីពួកយើងប្រហែលជា10ម៉ែត្រគាត់ឃើញអីស្ទង់អ្នកដែលជាមិត្តរួមការងាររបស់ខ្ញុំហ្នឹងគាត់ឈួលពិលទៅឃើញមានមនុស្សស្រីម្នាក់សក់ឲ្យឡើងកត្រឿងភ្នែកក្រហមកាយសំណែនដែលពួកយើងបានដាក់កាលពីក្បាលល្ងាចបងប្អូនសំណែនដែលដាក់សុំសុកសុំសមាយពីម្ចាស់ទឹកម្ចាស់ដីហ្នឹងស្រាប់តែគាត់ភ្ញាក់ហ្មងដល់តែពេលភ្ញាក់អញ្ចឹងទៅសម្ោហ្នឹងក៏បាត់ចឹងហើយពួកយើងខំឈួលពិលមើលថាគេលំមានអីគេលំមិនស្វាំងភ្នែកអីចឹងណាតែអត់មានឃើញអីទេនៅសល់តែពលឺដាតភ្លើងដែលពួកយើងធ្វើភ្លុកហ្នឹងជះស្ទង់មកល្មមមកមើលហ្នឹងគឺអត់មានអីទេហើយពួកយើងម្នាក់ទាំងអស់គ្នាហ្នឹងក៏សម្រេចចិត្តថាបានហើយយើងដូចជាមិនសូវស្រួលទេហើយជុំនិយាយរឿងចឹងទៀតទៅក៏នាំគ្នាចូលតង់គេងរៀងខ្លួនទៀតទៅអញ្ចឹងរឿងនេះគឺសម្រេចថាចប់តែប៉ុណ្្នឹងបងប្អូនអញ្ចឹងចង់ប្រាប់បងប្អូនថាយើងដើរព្រៃភ្នំយើងដើរកន្លែងស្ងាត់ប្រយ័ត្នជាងគេគឺមាត់កបាទអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាសម្ដាប់ជាមួយនឹងអារូបបើសិនបើមានពាក្យសម្ដីខុសឆ្គងត្រង់ណាមិនសមរម្យដែលអចេតនាសូមមេត្តាអភ័យទោសដើម្បីជាកម្លាំងចិត្តនិងគាំទ្រសូមបងប្អូនជួយ Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននៅរឿងរ៉ាវបន្ថែមពីអារូបជូនពរបងប្អូនលោកតាលោកយាយទាំងអស់គ្នាជួបប្រទះតែសំណាងល្អសុខភាពល្អនិងធ្វើដំណើរដោយសុវត្ថិភាពជួបគ្នាម្ដងទៀតនៅសាច់រឿងក្រោយអារូបសូមជម្រាបលា